ខ្ញុំចោទសួរខ្លួនឯងតើខ្ញុំគួរធ្វើយ៉ាងណាត្រូវសមត្រូវធ្វើការទៅធ្វើមិនពោះវាជាកំហុសរបស់ខ្ញុំ so គ្រប់យ៉ាងវាគឺជាកំហុសរបស់ខ្ញុំរឿងពិតមួយនោះគឺអ្វីគ្រប់យ៉ាងគឺជាកំហុសរបស់ខ្ញុំខ្ញុំអត់មានលុយទិញរបស់ដែលខ្ញុំចង់បានក៏ជាកំហុសរបស់ខ្ញុំអត់ទាន់បានជីវិតមួយដែលខ្ញុំចង់បានក៏ជាកំហុសរបស់ខ្ញុំដូចគ្នាដែរជីវិតយើងនឹងផ្លាស់ប្ដូរនៅពេលដែលយើងចាប់ផ្ដើមទទួលកំហុសរបស់ខ្លួនឯងយើងចាប់ផ្ដើមទទួលថាអ្វីគ្រប់យ៉ាងគឺជាកំហុសរបស់យើងហើយតើយើងអាចធ្វើអ្វីបានចំពោះអ្វីដែលបានកើតឡើងខ្ញុំឧទាហរណ៍មួយកាលពីមុនខ្ញុំចូលចិត្តស្ដីបន្ទោសចូលចិត្តតម្លាក់កំហុសទៅលើអ្នកដទៃមែនតើមកពីអ្នកដទៃទៅជីវិតរបស់ខ្ញុំមកទោសសពថ្ងៃនឹងមកពីអ្នកនេះចេះមកពីអ្នកនោះចោះទៅបានខ្ញុំចេះទៅបានខ្ញុំចោះប៉ុន្តែឥឡូវខ្ញុំចាប់ផ្ដើមទទួលកំហុសទទួលស្គាល់គ្រប់យ៉ាងអ្វីគ្រប់យ៉ាងគឺជាកំហុសរបស់ខ្ញុំហើយតើខ្ញុំអាចធ្វើអ្វីបានខ្ញុំអាចកែប្រែអ្វីបានខ្ញុំអត់មានលុយទិញរបស់ដែលខ្ញុំចង់បានគឺជាកំហុសរបស់ខ្ញុំចោទសួរខ្លួនឯងតើខ្ញុំគួរធ្វើយ៉ាងណាត្រូវសមត្រូវធ្វើការទៅធ្វើមិនពោះវាជាកំហុសរបស់ខ្ញុំអញ្ចឹងអត់អាចទៅនិយាយជាមួយអ្នកផ្សេងបានទេអត់អាចមកពីអ្នកនេះមកពីអ្នកនោះទេវាគឺជារឿងផ្ទាល់ខ្លួនរវាងខ្ញុំតែខ្ញុំធ្វើអ្វីបានដើម្បីកែប្រែកំហុសហ្នឹងខ្ញុំត្រូវសំលុយខ្ញុំត្រូវទៅធ្វើការខ្ញុំត្រូវចាញ់រកស៊ីខ្ញុំត្រូវធ្វើម៉េចដើម្បីឲ្យបានលុយទិញរបស់ដែលខ្លួនឯងចង់បានដើម្បីឲ្យបានលុយដើម្បីផ្គត់ផ្គង់ខ្លួនឯងបានជីវិតយើងនឹងផ្លាស់ប្ដូរនៅពេលដែលយើងផ្លាស់ប្ដូរផ្នត់គំនិតរបស់យើងនៅពេលដែលយើងចាប់ផ្ដើមទទួលខុសត្រូវទាំងស្រុងលើជីវិតរបស់យើងនៅពេលនេះយើងនឹងទទួលបានថាមពលអ្វីមួយយ៉ាងវាគឺជា power ដែលចេញពីខាងក្នុងខ្លួនរបស់យើងមិនតម្លាក់កំហុសទៅលើអ្នកដទៃទៀតទេគឺយើងចាប់ផ្ដើមទទួលស្គាល់ទាំងស្រុងទទួលខុសត្រូវទាំងស្រុងលើជីវិតរបស់ខ្លួនឯងហើយយើងខិតខំព្យាយាមនេះជាការផ្លាស់ប្ដូរមួយនៅពេលដែលយើងផ្លាស់ប្ដូរផ្នត់គំនិតអ្វីគ្រប់យ៉ាងនៅខាងក្រៅគឺចាប់ផ្ដើមផ្លាស់ប្ដូរដូចគ្នាដែររឿងទី1ដែលអ្នកទាំងអស់គ្នាត្រូវចាំនោះគឺការគិតរបស់យើងបើសិនជាការគិតរបស់យើងវិជ្ជមានវានឹងផ្ដល់ឲ្យយើងនៅជីវិតមួយដែលវិជ្ជមានដូចគ្នាដែរផ្លាស់ប្ដូរផ្នត់គំនិតមុននឹងព្យាយាមទៅផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងនៅខាងក្រៅ